ជំរាបសួរអ្នកគ្រូនេះគឺជា presentation របស់ខ្ញុំតទៅនឹង midterm network engineering ហើយឈ្មោះរបស់ខ្ញុំគឺវិបុលហើយនេះគឺជាការងាររបស់ខ្ញុំដែលខ្ញុំបានធ្វើហើយ configure ហើយដោយសារតាខ្ញុំបាន save វាទុកហើយក៏បិទវាហើយអញ្ចឹងទៅscript ដែល configure ហ្នឹងក៏វាអត់បាននៅជាមួយនឹងroute ហ្នឹងទៀតដែរប៉ុន្តែខ្ញុំក៏បាន save នៅ script មួយនឹងទុកផងដែរនេះគឺជា script មួយរបស់ខ្ញុំដែលខ្ញុំបានធ្វើទាក់ទងទៅនឹង configure មួយទៅលើ route route ទី1 route ទី2ហើយនិង route ទី3ដែល IP របស់ route ទី1គឺ 10.1.2.1 ហើយនិង route ទី2 10.1.2.2 ហើយនិង route ទី3ដែលមាន IP address ហ្នឹងគឺ 10.1.3 និង .1 អញ្ចឹងយើងទៅធ្វើការតេស្តទាក់ទងទៅនឹង route មួយថាតើវាអាច working ដែរអត់បន្ទាប់ពីយើងធ្វើការ configure វាហើយហើយនេះគឺជា route ទី1ដែលយើងធ្វើការ connect run ទៅលើ connect ទៅជាមួយនឹង route ទី2សម្រាប់ route ទី1ដែលយើងធ្វើការ connect ទៅ route ទី2ឃើញថាវាអត់មានបញ្ហាទេវាដើរអញ្ចឹងបន្តទៅទៀតយើងនឹងធ្វើការ connect ទៅ route ទី3សម្រាប់ route ទី1ហើយ connect ទៅ route ទី3ក៏វាអត់មានបញ្ហាអីដែរគឺវា working ធម្មតាហើយបន្ទាប់ទៅទៀតយើងនឹងធ្វើការ test ទៅលើ route ទី2ដែល connect ទៅ route ទី1និង route ទី3វិញម្ដងនេះគឺជា route ទី2route ទី2 connect ទៅ route ទី1ក៏វាអត់មានបញ្ហាអីដែរគឺវា working well ហើយបន្តមកទៀតយើងនឹង connect route ទី2ទៅជាមួយនឹង route ទី3សម្រាប់ route ទី2 connect ទៅជាមួយនឹង route ទី3ក៏អត់មាន error ដែរហើយបន្ទាប់ទៅទៀតយើងនឹងធ្វើការតេស្តទៅមួយនឹង route ទី3ដែល connect ជាមួយនឹង route ទី2និងទី1វិញម្ដងនេះគឺជា configure របស់ route 3 យើងធ្វើការ connect ជាមួយនឹង route ទី1មុនគេសម្រាប់ route ទី3ដែល connect ទៅនឹង route ទី1
ក៏វា working well ដែរអត់មានបញ្ហាអីទេហើយសម្រាប់តទៅទៀតយើងនឹងធ្វើការ connect route ទី3ទៅកាន់ route ទី2វិញម្ដងដែល route ទី2មាន IP address 10 code 1.1.2.2សម្រាប់ចុងក្រោយនេះក៏វាអត់មានបញ្ហាដែរអញ្ចឹងconfigure ហ្នឹងគឺវា working well ហើយសម្រាប់route ទាំង3គឺវាអាចធ្វើការ transfer នៅទិន្នន័យដូចជា transfer នៅអាច connect ជាមួយគ្នាបាននិងធ្វើការជាមួយគ្នាបាន